នៅព្រឹកនេះមានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន22គ្រាប់នៅតំបន់ច្រកអន្តរជាតិអូស្ម៉ាច់ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃយោងតាមព័ត៌មានដែលទទួលបានពីយោធាភូមិភាគទី4នៃកងយុទ្ធពលខេមរៈភូមិន្ទបានបញ្ជាក់ថានៅព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2026ចាប់ពីវេលាម៉ោង9:24នាទីដល់វេលាម៉ោង10:10នាទីមានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន22គ្រាប់នៅតំបន់ច្រកអន្តរជាតិអូស្ម៉ាច់ខេត្តឧត្តរមានជ័យទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃតាក់ទងទៅនឹងករណីនេះក្រុមការងារទំនាក់ទំនងរបស់យោធាភូមិភាគទី4កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់ភាគីកងទ័ពភូមិភាគទី2របស់ថៃដើម្បីឲ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឲ្យបានតឹងរ៉ឹងនិងគោរពឲ្យបានហ្មត់ចត់ពេញលេញនៅសេចក្តីប្រកាសរួមរបស់កម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025